xong lên chào lời chào lời của dương về tôn sẽ ôi ngon đi tôi sang xong lên chào lời tiếp mà để gặp bật lời thì đã nên chỉ được ជាមួយគ្នានេះឯកឧត្តមបានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យខណៈដែលនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះពិធីបុណ្យចូលឆ្នាំចិននឹងឈានចូលមកដល់ពិសេសអាជ្ញាធរត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាអគ្គិភ័យព្រោះតំបន់ខ្លះបញ្ហាអគ្គិភ័យបណ្ដាលមកពីកត្តាសណ្ដាប់ធ្នាប់ពិសេសនៅតាមទីផ្សារព្រោះតែផ្សារខ្លះមិនមានច្រកចេញចូលត្រឹមត្រូវងាយប្រឈមនឹងគ្រោះអគ្គិភ័យចា៎ ចាហើយយើងងាកមកតាមដានទេសនានៅព័ត៌មានជាបន្តទៀតចាស់នៅពេលដែលដាក់ឲ្យអនុវត្តនៅច្បាប់ចាស់ទាំង3ទៅលើវិស័យតុលាការនិងមានបញ្ហាប្រឈមច្រើនដោយក្នុងនោះគណៈកម្មការនីតិកម្មនិងយុតិធធម៌ទាំងដែលដឹកនាំដោយលោកប៉ែនបញ្ញាដែលជាប្រធានកាលពីព្រឹកថ្ងៃទី12ខែកុម្ភៈឆ្នាំ2015 បានដឹកនាំគណៈប្រតិភូរបស់ខ្លួនចាស់ជួបពិភាក្សាការងារជាមួយនឹងអាយដាមអង្គវងវឌ្ឍនារដ្ឋមន្ត្រីក្រសួងយុតិធធម៌នៅទីស្តីការក្រសួងយុតិធធម៌ការជួបពិភាក្សានេះគឺដើម្បីស្វែងយល់ពីការងាររបស់ក្រសួងយុតិធធម៌ដែលបានធ្វើកន្លងមករួមទាំងផែនការយុទ្ធសាស្ត្របន្តទៅមុខរបស់ក្រសួងយុតិធធម៌និងពិភាក្សាទៅលើបញ្ហាសំខាន់មួយចំនួនហើយបើតាមលោកចិនម៉ាលីនអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុតិធធម៌បានថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបពិភាក្សានាព្រឹកនោះថានៅក្នុងជំនួបនោះគឺបានលើកឡើងពីបញ្ហាជាច្រើនដូចជាបញ្ហាច្បាប់ទាំង3ចាបញ្ហាបង្កើតសាលាឧទ្ធរណ៍តំបន់បញ្ហាប្រជាពលរដ្ឋចាប់ភ័យខ្លាចនៅពេលកោះហៅឡើងតុលាការបញ្ហាសង្គមស៊ីវិលរិះគន់លើច្បាប់ទាំង3បញ្ហាពលរដ្ឋបង្កក់ដែលត្រូវចាប់ខ្លួនបញ្ហាផ្សេងមួយចំនួនទៀតតកតងទៅនឹងបញ្ហាការបង្កើតច្បាប់ទាំង3នោះលោកចិនចាអាយដាមចិនម៉ាលីនបានលើកឡើងថានឹងធ្វើឲ្យការដោះស្រាយបញ្ហាឲ្យចំជំនាញនីមួយៗដែលមិនមានការដោះស្រាយរបៀបចាច្របូកច្របល់ទៀតនោះទេហើយច្បាប់ទាំង3នេះនឹងនាំឲ្យមានការបង្កើតនៅសាលាឧទ្ធរណ៍តំបន់ហើយសាលាឧទ្ធរណ៍តំបន់នេះគឺត្រូវបង្កើតចំនួន7តែជាជំហានដំបូងគឺបង្កើត3សិនដែលមាននៅខេត្តត្បូងឃ្មុំខេត្តបាត់ដំបងខេត្តព្រះសីហនុហើយការបង្កើតសាលាឧទ្ធរណ៍តំបន់បន្ថែមនេះវានឹងជួយសម្រួលទៅដល់ការកកស្ទះនិងមិនពិបាកឲ្យប្រជាពលរដ្ឋឡើងមកភ្នំពេញលោកបានបន្តថានៅពេលដែលដាក់ឲ្យអនុវត្តច្បាប់ទាំង3នេះក្រសួងយុតិធធម៌នឹងមានបញ្ហាប្រឈមមួយចំនួនដូចជាធនធានមនុស្សនិងបញ្ហានិងហិរញ្ញវត្ថុជាដើមអាយដាមចិនម៉ាលីនបានដឹងដែរថាក្រៅពីច្បាប់ទាំង3គឺកំពុងរៀបចំច្បាប់លក្ខន្តិកៈក្រឡាបញ្ជីអាជ្ញាសាលានិងសហការីជាដើមចំណែកច្បាប់មួយទៀតដែលទើបព្រមព្រៀងគ្នាថ្មីនេះបន្ទាប់ពីមានកិច្ចពិភាក្សារវាងគណៈបកទាំងពីរនៅក្នុងរដ្ឋសភាគឺសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងតម្លៃការជួលផ្ទះដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមានចំណូលទាបដូចជាកម្មកររោងចក្រអ្នកក្រីក្រឬមន្ត្រីរាជការក្រីក្រជាដើមមិនឲ្យមានការឡើងតម្លៃស្រេចតែចិត្តនោះទេហើយលោកប៉ែនបញ្ញាបានបញ្ជាក់ហើយថានឹងរៀបចំឲ្យចេញជាសេចក្តីព្រាងច្បាប់ដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធគឺធ្វើយ៉ាងណាឲ្យធ្វើឲ្យសេចក្តីព្រាងច្បាប់នេះបានចូលរួមនៅផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងសងខាងចំពោះបញ្ហាមួយទៀតគឺទស្សនៈរបស់ប្រជាពលរដ្ឋចំពោះតុលាការគឺត្រូវបានលើកឡើងផងដែរដោយអាយដាមចិនម៉ាលីនចាប់បានបញ្ជាក់ថានៅពេលដែលប្រជាពលរដ្ឋត្រូវបានកោះហៅទៅសាកសួរគឺពួកគាត់មានការភ័យខ្លាចប៉ុន្តែតាមពិតនៅពេលនោះមិនទាន់ត្រូវបានកំណត់ថាមានទោសនោះទេហើយបញ្ហានេះក្រសួងក៏បានបង្កើតកន្លែងប្រឹក្សាផ្នែកច្បាប់នៅតាមស្រុកខណ្ឌចំនួន40ទូទាំងប្រទេសដើម្បីឲ្យពួកគាត់បានយល់ច្បាស់ពីទូនីតិនិងអ្វីដែលគាត់ត្រូវធ្វើដើម្បីកុំឲ្យមានការភ័យខ្លាចអាយដាមបានដឹងដែរថានៅក្នុងកិច្ចពិភាក្សានេះនោះក៏បានលើកឡើងពីបញ្ហាដែលសង្គមស៊ីវិលរិះគន់លើច្បាប់ទាំង3ដែរប៉ុន្តែតាមពិតការរិះគន់នោះជាការយល់ច្រឡំពីព្រោះការងារដែលរដ្ឋមន្ត្រីក្រសួងយុតិធធម៌អាចសម្រេចបាននោះគឺមានតែផ្នែករដ្ឋបាលបែបបទការងាររដ្ឋបាលនិងហិរញ្ញវត្ថុតែប៉ុណ្ណោះចំណែកការសម្រេចក្តីការអនុវត្តរឿងក្តីគឺជាសិទ្ធិរបស់តុលាការហើយរដ្ឋមន្ត្រីមិនអាចលូកដៃចូលទៅសម្រេចកិច្ចការជំនួសតុលាការបានទេអាយដាមបញ្ជាក់ថាការពីពេលថ្មីនេះក្រសួងបានធ្វើសិក្ខាសាលាមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ទាំងសង្គមស៊ីវិលជាតិអន្តរជាតិដើម្បីពិភាក្សាលើបញ្ហានេះ
ពើប្រព្រឹត្តល្មើសទាំងអស់នេះហើយបញ្ហានេះក្រសួងយុតិធម៌មិនអាចធ្វើអន្តរាគមន៍ទៅក្នុងវិស័យតុលាការបានទេគឺជារឿងដំណើរការនីតិវិធីសិទ្ធិសាស្ត្រហើយនេះមិនមែនជារឿងនយោបាយទេគឺជាការអនុវត្តច្បាប់ព្រហ្មទណ្ឌដោយសារតែពួកគេបានប្រព្រឹត្តនៅបទល្មើសព្រហ្មទណ្ឌហើយដំណើរការនីតិវិធីព្រហ្មទណ្ឌនេះគឺស្ថិតនៅក្នុងតុលាការដែលក្រសួងយុតិធម៌មិនអាចជ្រៀតជ្រែកបានទេអ្នកនាំពាក្យក្រសួងយុតិធម៌បានលើកឡើងថាចំពោះការលើកឡើងបញ្ហារដ្ឋការនៅតាមតុលាការឬមួយអំពើពុករលួយឬការឃុំខ្លួនខុសនីតិវិធីនិងដំណើរការក្តីខ្លះចាត់ការយូរចាត់ការឆាប់គឺក្រសួងយុតិធម៌មានយន្តការនៅក្នុងការត្រួតពិនិត្យទៅលើយន្តការទាំងអស់នេះហើយលោកទទួលស្គាល់ថាតុលាការកន្លងមកការអនុវត្តនីតិវិធីទៅគឺមានការខុសឆ្គងមួយចំនួនឬមួយក៏មួយចំនួនទៀតប្រព្រឹត្តនៅទង្វើមិនសមស្របហើយនៅពេលដែលយើងដាក់អនុវត្តច្បាប់ទាំង3នេះគឺវានឹងកាត់បន្ថយនៅបញ្ហាទាំងអស់នេះហើយនឹងឈានទៅដល់ការលុបបំបាត់ទាំងស្រុងពីព្រោះថាច្បាប់ទី1ស្តីពីអង្គការចាត់តាំងតុលាការក្រសួងនឹងរៀបចំរចនាសម្ព័ន្ធតុលាការដែលមានរដ្ឋបាលតុលាការសម្រួលការងារដល់ចៅក្រមនិងព្រះរាជអាជ្ញាច្បាប់ទី2តកតងទៅដល់លក្ខន្តិកៈចៅក្រមព្រះរាជអាជ្ញាគឺតកតងទៅដល់ការគ្រប់គ្រងមនុស្សនិងរបៀបរបបធ្វើការនិងច្បាប់ទី3ការរៀបចំប្រព្រឹត្តទៅនៃឧត្តមប្រឹក្សាអង្គចៅក្រមគឺដើម្បីត្រួតពិនិត្យមើលឯករាជ្យភាពនៃអំណាចតុលាការនិងត្រួតពិនិត្យធានាតុលាការគឺបំពេញការងាររបស់ខ្លួនទៅតាមនីតិវិធីច្បាប់ជាធរមានតាមលោកអាយដាមចិនម៉ាលីនចាបានបញ្ជាក់ថានៅពេលដែលច្បាប់ទាំង3នេះដាក់ឲ្យដាក់អនុវត្តបានពេញលេញបញ្ហាទាំងអស់ដែលបានលើកឡើងនេះគឺនឹងកាត់បន្ថយហើយនឹងឈានទៅដល់ការលុបបំបាត់ទាំងស្រុងហើយនឹងលើកតម្កើងនៅជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើវិស័យតុលាការឡើងវិញហើយនឹងជួយសម្រួលសេវាយុត្តិធម៌ឲ្យកាន់តែឆាប់រហ័សគៀកចិត្តจากប្រជាពលរដ្ឋនិងមានប្រសិទ្ធភាពជាងមុនចាប្រិមត្តទូរទស្សនិកជនចាហើយយើងតាមដានជាបន្តទៀតចាគឺលើកឡើងពីក្រសួងវប្បធម៌អំពីនីវចាឲ្យប្រើទិវានៃក្តីស្រឡាញ់ដល់រក្សានៅប្រពៃណីចាសេចក្តីថ្លៃថ្នូររបស់ខ្មែរដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញនៅសេចក្តីអំពីនីវទៅដល់មេដាបិតាចាអាជ្ញាធរសមាជិកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ជាពិសេសគឺស្រទាប់យុវជនចាសូមចូលរួមចំណែកតាមរយៈវិធានការនានាដែលអាចធ្វើបាននៅក្នុងការទប់ស្កាត់ព្រមទាំងជួយចាពន្យល់ណែនាំក្រារំលឹកដាស់តឿនដល់កូនចៅមិត្តភ័ក្តិកុំឲ្យប្រើប្រាស់ចាទិវានៃក្តីស្រឡាញ់ជាលេសចាប្រព្រឹត្តនៅអំពើអវិជ្ជមាននានាដែលខុសឆ្គងចានឹងប្រពៃណីដល់ត្រការរបស់ខ្មែរហើយនាំឲ្យប៉ះពាល់ទៅដល់អនាគតនិងកិត្តិយសរបស់ខ្លួនក៏ដូចជាក្រុមគ្រួសារផងដែរសេចក្តីអំពីនីវដែលចុះថ្ងៃទី11ខែកុម្ភៈឆ្នាំ2015បានលើកឡើងថានៅថ្ងៃទី14ខែកុម្ភៈមានមនុស្សមួយចំនួនជាពិសេសគ្រឹះសាសនិកជនចាប់បានកំណត់ថាជាទិវានៃក្តីស្រឡាញ់ចិត្តឈានចូលមកដល់ហើយជាការពិតនៅក្នុងលក្ខណៈធម្មជាតិរបស់មនុស្សសេចក្តីស្រឡាញ់គ្មានព្រំដែនសេចក្តីអំពីនេះបានបញ្ជាក់ថាវាជាការចាំបាច់ដែលសង្គមកម្ពុជាជាពិសេសស្រទាប់យុវជនត្រូវយល់ដឹងឲ្យពិតប្រាកដជាទីបំផុតនៅវប្បធម៌ប្រពៃណីដ៏ថ្លៃថ្នូរជាញើសឈាមចាដែលបុព្វបុរសបន្សល់ទុកឲ្យហើយក៏ត្រូវស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយពីខ្លឹមសារនិងឥទ្ធិពលនៃទំនៀមទម្លាប់និងវប្បធម៌ពីក្រៅមួយទៀតដើម្បីបន្ស៊ីចូលទៅក្នុងអរិយាប័ត្រនិងបរិបទនៃសង្គមរបស់ខ្លួនសម្ដៅរក្សានៅអធិភាពជាប្រជាជាតិថ្លៃថ្នូរមួយដែលមានចំណាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ីនេះសេចក្តីអំពីនីវបានបន្ថែមថាទិវានៃក្តីស្រឡាញ់នៅកម្ពុជាគួរជាឱកាសនៃការចែកចាយនិងធានាថាក្តីស្រឡាញ់ដ៏ទូលំទូលាយមួយត្រូវតែបានធ្វើឡើងនៅក្នុងសន្តានចិត្តដ៏ស្មោះសរចំពោះមនុស្សដែលនៅជុំវិញខ្លួនរូបភាពនានាដែលអាចសម្ដែងនៅសេចក្តីស្រឡាញ់មានជាអាចជួបជុំពិភាក្សាដោយរីករាយការសរសេរលិខិតជូនពរជូនអំណោយផ្សេងជូនផ្កាឬវត្ថុបញ្ចាំចិត្តនានាដើម្បីបញ្ជាក់ពីក្តីស្រឡាញ់និងការយកចិត្តទុកដាក់របស់ខ្លួនតែប៉ុណ្ណោះដែលមិនប្រមូលផ្ដុំតែទៅលើស្នេហាចាស់ស្រីប្រុសនោះឡើយចា៎បាទអញ្ចឹងថ្ងៃ14កុម្ភៈបាទកាន់ស្អែកដល់ហើយចា៎ថ្ងៃ14កុម្ភៈហ្នឹងស្អែកដល់បាទអញ្ចឹងយើងឃើញថាក្រសួងអប់រំក៏បានចេញសេចក្តីណែនាំបាទពាក់ព័ន្ធនឹងរឿងនេះដែរបាទឲ្យមានពិនិត្យទៅលើអាវុធការអាវុធដែលមានសិស្សឲ្យបានច្រើនបាទប្រថាសូមយុវជនប្រថាធ្វើដូច្នេះដើម្បីឲ្យយុវជនរបស់យើងលោកមកងាកធ្វើសកម្មភាពបាទដែលល្អសម្រាប់ខ្លួនឯងគ្រួសារនិងសង្គមអញ្ចឹងបាទក្រសួងវប្បធម៌បាទជាថ្មីម្ដងទៀតក៏បានដូចគ្នាទៅនឹងក្រសួងអប់រំដែរគឺបានចេញសេចក្តីអំពាវនាវបាទពាក់ព័ន្ធរឿងថ្ងៃទី14ខែវិច្ឆិកាបាទទិវានៃក្តីស្រឡាញ់បាទកុំឲ្យយកទិវានេះទៅធ្វើរឿងអ្វីដែលប្រឆាចទៅនឹង
វប្បធម៌ប្រពៃណីខ្មែររបស់យើងមិនអញ្ចឹងបាទអញ្ចឹងហើយសូមយុវជនរបស់យើងទាំងអស់គ្នាយល់បាទហើយសូមសរសើរសម្រាប់យុវជនរបស់យើងដែលប្រព្រឹត្តខ្លួនបានល្អបាទពាក់ព័ន្ធទៅនឹងទិវានេះបាទយល់បាទពីទិវានេះបាទដោយគាត់បង្វែរបាទទិវាគេហៅថាកន្លងមកយើងដំបូងពេលដែលចូលមកដល់ស្រុកយើងសម្រាប់វប្បធម៌បែបហ្នឹងពេលចូលមកដល់ស្រុកយើងនាំគេហៅថាបុណ្យសង្សារថ្ងៃបុណ្យសង្សារបាទដោយសារតែមានពាក្យថ្ងៃបុណ្យសង្សារអញ្ចឹងហើយម្នាក់បាទធ្វើអ្វីទាំងអស់គឺក្រោយមកទៀតនោះគឺចាប់ដើមនាំគ្នាកេងគេថាបរោះឆ្លៀតយកចំណេញលើនារីនៅក្នុងថ្ងៃហ្នឹងតែម្ដងបាទតើអ្នកដែលខ្លួនស្រឡាញ់អីចឹងទៅបាទដែលយើងកន្លងមកតែលើកថាផ្កាមកតងដូរយកខ្លួនប្រាណអីចឹងណាកន្លងមកណាបាទអញ្ចឹងសូមកុំឲ្យមានបាទរឿងនឹងកើតឡើងបាទហើយដើម្បីកាត់បន្ថយការយល់ច្រឡំបាទរបស់យុវជនរបស់យើងមួយចំនួនយើងឃើញថាផ្នែកដែលពាក់ព័ន្ធមួយចំនួនគឺបានយកទិវានេះបាទធ្វើរឿងល្អៗជាច្រើនសម្រាប់សង្គមដូចជាការយកទិវានេះទៅបរិច្ចាគឈាមការយកទិវានេះដើម្បីធ្វើការរត់បាទនៅក្នុងសកម្មភាពកីឡាបាទស្អែកបាទម៉ោងប្រមាណព្រឹកបាទព្រលឹមស្អែកនៅកោះពេជ្រនឹងមានការជួបជុំគ្នាច្រើនហើយដោយសារគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជារួមជាមួយនឹងអង្គភាពដៃគូគឺបានសហការគ្នារៀបចំការរត់ដើម្បីក្តីស្រឡាញ់បាទដើម្បីក្តីស្រឡាញ់អញ្ចឹងសូមឲ្យយល់អំពីបញ្ហានេះហើយសូមកុំឲ្យយុវជនរបស់យើងលោកភ្លើតភ្លើនបាទភ្លើតភ្លើនដូចកន្លងមកនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមអរគុណណាស់បាទសម្រាប់friend ទាំងអស់ដែលគាត់បានលេងដល់ត្រឹមត្រូវបាទគឺគាត់បានគូររូបអប់រំអញ្ចឹងណាបាទពេលថ្ងៃទី14កុម្ភៈបរោះលុតជង្គង់ជូនផ្កានារីគេធ្វើមុខគេថាពើដាក់អញ្ចឹងឬក៏ញញឹមទទួលយកបាទ14វិច្ឆិកាបរោះគាត់បាយនារីពពោះលុតជង្គង់វល់ឲ្យគេមកវិញបាទអញ្ចឹងសូមបញ្ហានេះកុំឲ្យមានបាទកុំឲ្យមានអញ្ចឹងយើងជានារីខ្មែរយើងជាបរោះខ្មែរយើងត្រូវតែយល់ពីអ្វីដែលជាវប្បធម៌ប្រពៃណីរបស់ជាតិយើងបាទឲ្យបានច្បាស់បាទជិះវៀងវប្បធម៌បរទេសវិលុកប៉ុន្តែយើងអាចបង្វែរទិវានៃក្តីស្រឡាញ់នេះតាមរយៈបាទការជួបជុំបងប្អូនក្រុមគ្រួសារបង្ហាញក្តីស្រឡាញ់ទៅដល់បងប្អូនឪពុកម្ដាយបាទលោកតាលោកយាយមិត្តភ័ក្តិបាទក៏ដូចជាបង្ហាញក្តីស្រឡាញ់បាទចំពោះអ្នកនៅក្នុងសង្គមរបស់យើងបាទអញ្ចឹងយើងអាចយកទិវានេះធ្វើឲ្យរឿងផ្សេងបើយើងមានគូស្នេហ៍ឬក៏មានសង្សារក៏យើងបង្ហាញក្តីស្រឡាញ់ដោយស្ម័គ្រស្មោះមិនមានបំណងកេងចំណេញឬក៏គេថាបោកបញ្ឆោតឲ្យចូលនៅក្នុងអន្ទាក់បាទរបស់យើងនោះទេបាទអញ្ចឹងយើងធ្វើអ្វីដែលត្រឹមត្រូវបាទសម្រាប់សង្គមរបស់យើងសម្រាប់ព័ត៌មានជាបន្តទីនេះគឺសូមបង្ហាញជូនបាទពាក់ព័ន្ធទៅនឹងបាទស្ត្រីខ្មែរយើងម្នាក់គឺជាប់ឈ្មោះនៅក្នុងបញ្ជី50នាក់ចុងក្រោយបាទនៃបេក្ខជនដើម្បីប្រជែងយកពានរង្វាន់ Global Teacher Prize បាទមានន័យថាពានរង្វាន់គ្រូលំដាប់ពិភពលោកបាទពានរង្វាន់នេះគឺ style ដូច Nobel អញ្ចឹងបាទមិនមែនពានរង្វាន់ Nobel ទេណាប៉ុន្តែគេហៅថា Nobel Prize Style បាទ award បាទគឺពានរង្វាន់ដែលមានលក្ខណៈបាទដូច Nobel ហើយយោងតាមគេហទំព័រផ្លូវការរបស់ Global Teacher Prize.org គឺបានបង្ហាញថាសម្រាប់បេក្ខជនបាទសម្រាប់បេក្ខជនទាំង50នាក់នោះគឺមកពីប្រទេសផ្សេងគ្នាបាទសូមក្រុមការងារបង្ហាញបាទគេហទំព័រផ្លូវការបន្តិចបាទជូនប្រិមិត្តដែលកំពុងតាមដានទស្សនាបាទដើម្បីឲ្យបងប្អូនបានជ្រាបបាទនេះគឺជាបេក្ខជន Top 50 Finalist បាទព្រោះថាគាត់សម្រាប់កម្មវិធីរបស់យើងគឺនាយិកាសាលាកុមារពិការភ្នែកភ្នំពេញណាបាទលោកស្រីនាងផល្លាគាត់គឺជាអ្នកដែលត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខជន50នាក់នេះគឺមានឈ្មោះគាត់បាទអញ្ចឹងគាត់ត្រូវប្រជែងទៀតដើម្បីឆ្ពោះទៅរកគេហៅថាជ័យលាភីបាទអ្នកឈ្នះពាននេះព្រោះឥឡូវអត់ទាន់ឈ្នះទេបាទគឺគាត់កំពុងតែស្ថិតនៅក្នុងចំណោម50នាក់បាទនេះក្នុងចំណោម50នាក់នេះគឺមានគាត់បាទមានកម្មជារបស់យើងម្នាក់ហើយនឹងមានបណ្ដាជនជាតិផ្សេងទៀតបាទជាច្រើនអ្នកទៀតបាទអញ្ចឹងយើងឃើញក្នុងចំណោមបេក្ខជន50រូបហ្នឹងគឺមានមកពី26ប្រទេសផ្សេងគ្នាបាទដែលក្នុងនោះគឺគ្រូបង្រៀនមកពីសហរដ្ឋអាមេរិក16នាក់កាណាដា3នាក់ហ
ហើយឥណ្ឌា3នាក់អង់គ្លេស2នាក់អូស្ត្រាលី2អ៊ីតាលី2ហ្សកដានី2រីឯប្រទេសដែលមានបេក្ខជនមួយរូបនឹងមានកម្ពុជាយើងចិនអាហ្វហ្គានីស្ថានអាហ្សេបៃហ្សង់អេស្តូនីឥណ្ឌូនេស៊ីអាល្លឺម៉ង់ហៃទីកេនយ៉ាម៉ាសេដូនីម៉ារ៉ាស្កាម៉ាឡាវីបាទម៉ាឡាវីនៅអាហ្វ្រិកម៉ាឡេស៊ីនៅអាស៊ានយើងមិចស៊ិកនៅតំបន់អាមេរិកខាងជើងបាទម៉ារ៉ុកនៅអាហ្វ្រិកដែរអេស្ប៉ាញអឺរ៉ុបតង់ហ្សានីបាទនៅអាហ្វ្រិកហូឡង់អឺរ៉ុបទូគីអឺរ៉ុបនិងអ៊ុយកង់ដាបាទនៅអាហ្វ្រិកដែរអញ្ចឹងលោកស្រីនាងផល្លានេះគឺគាត់អត់ទាន់ឈ្នះពានទេគឺគាត់ជាបេក្ខជនម្នាក់ក្នុងចំណោម50នាក់ព្រោះថាបេក្ខជនទាំងអស់ដែលបានគឺ50នាក់នឹងជ្រើសរើសចេញពី5000នាក់បាទយើងឃើញ5000នាក់នៅសល់50នាក់មិនមែនចំនួនតិចទេបាទហើយក៏មិនមែនចេះថាហើយការជ្រើសរើសនេះបន្តិចទៀតខ្ញុំនឹងជម្រាបជូនថាជ្រើសរើសចេញពីណាគេជាអ្នកជ្រើសរើសហើយសូមបញ្ជាក់ថាពាននេះគឺបង្កើតនិងផ្ដល់ដោយមូលនិធិបាទមូលនិធិគេហៅថា Waki Foundation បាទដែលមានលោក Bill Clinton អតីតប្រធានាធិបតីសហរដ្ឋអាមេរិកជាប្រធានកិត្តិយសបាទហើយបង្កើតឡើងគឺក្នុងន័យបដូរជីវិតតាមរយៈការអប់រំ Changing Life through Education បាទមានន័យថាពាក្យស្លោករបស់មូលនិធិនេះគឺផ្ដោតទៅលើការអប់រំមានន័យយកការអប់រំជាយានដើម្បីផ្លាស់ប្ដូរជីវភាពរស់នៅបាទនេះជា profile ជារូបភាពបាទនៃបណ្ដាគ្រូទាំងអស់បាទនៅលើពិភពលោក50នាក់ដែលត្រូវបានគេជ្រើសរើសចេញពីចំណោម5000នាក់ដើម្បីគេហៅថាទទួលពានរង្វាន់ដែលមានលក្ខណៈដូច Nobel ដែលមានទឹកប្រាក់$1 លានសហរដ្ឋអាមេរិកប៉ុន្តែឥឡូវលោកស្រីនាងផល្លានេះគាត់អត់ទាន់ឈ្នះទេព្រោះនៅអាចថ្ងៃនេះបាទថ្ងៃនេះជាពាក់កណ្ដាលខែកុម្ភៈមិនអញ្ចឹងបាទអញ្ចឹងអាចថ្ងៃនេះគឺនឹងមានការជ្រើសរើសហើយជ្រើសរើស10នាក់50យកបរួញមកនៅសល់10នាក់សិនបាទនេះបើយោងតាមនីតិវិធីបាទនៃការជ្រើសរើសបាទរបស់គេហៅថា Global Teacher Prize បាទដែលគេបានធ្វើបាទនេះគឺនីតិវិធីបាទសម្រាប់ជ្រើសរើសគឺពាក់កណ្ដាលខែ2បាទនឹងប្រកាសបេក្ខជន Top 10បាទ10នាក់លើគេបាទក្នុងនោះមិនទាន់ដឹងថានរណានៅឡើយទេបាទស្អែកអាចដឹងលទ្ធផលហើយបាទអ្នកឈ្នះ The winner of Global Teacher Prize បាទអ្នកឈ្នះបាទនឹងត្រូវប្រកាសនៅក្នុងវេទិកាការអប់រំនិងជំនាញសកលនៅក្នុងទីក្រុងឌុយបៃថ្ងៃទី16មីនាឆ្នាំ2015បាទអញ្ចឹងគឺនៅថ្ងៃនៅឆ្នាំនៅខែ3ពាក់កណ្ដាលខែ3បាទនឹងប្រកាសហើយថានរណាជាអ្នកឈ្នះអញ្ចឹងស្អែកនឹងដឹងលទ្ធផល Top 10នឹងមាននរណាខ្លះបាទមកពីប្រទេសណាប៉ុន្តែយើងឃើញបេក្ខជនច្រើនជាងគេសហរដ្ឋអាមេរិកកាណាដាបាទក្រៅពីនោះមាន2មាន1បាទមាន2មាន1អញ្ចឹងជារឿងមួយមិនងាយទេប៉ុន្តែមានមោទនភាពបាទសម្រាប់អ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីនាងផល្លាបាទដែលលោកស្រីបានបូជាបាទសម្រាប់ការអប់រំកុមារកោថ្លង់បាទពីការសំទុះពីការភ្នែកបាទដោយសារលោកស្រីបាទគឺចាប់ផ្ដើមបាទគិតទៅជាង20ឆ្នាំហើយបាទធ្វើការងារតាមពីគាត់នៅជំរំរហូតគាត់បង្កើតសាលាពិការភ្នែកនៅភ្នំពេញថ្មីហ្នឹងបាទដើម្បីឲ្យជនពិការភ្នែកបាទទទួលបាននៅការអប់រំនិងទទួលបាននៅការចេះដឹងហើយក្នុងនោះក៏លោកស្រីក៏បានធ្វើអក្សរប្រៃជាលក្ខណៈបរទេសមកឲ្យធ្វើជាអក្សរប្រៃខ្មែរដែលអាចឲ្យជនពិការរបស់យើងអាចអានអាចដឹងបាទតាមរយៈអក្សរការស្ទាបអក្សរនឹងឯងសួរថានរណាជាអ្នកវិយតម្លៃបាទនឹងជាអ្នកឲ្យបន្ទុកបាទទៅលើបេក្ខជនទាំង50នាក់នេះឲ្យនៅសល់10នាក់ឲ្យ10នាក់យកម្នាក់បាទអ្នកឈ្នះនឹងត្រូវជ្រើសរើសដោយបាទគឺគេហៅថា Academy បាទបណ្ឌិតសភាបាទដែលជាក្រុមមួយដែលគេបង្កើតសម្រាប់វិយតម្លៃនឹងហើយបណ្ឌិតសភា Global Teacher Prize ពានរង្វាន់គ្រូពិភពលោកនេះគឺមានមកពីណាខ្លះ Head Teacher នាយកសាលាលើពិភពលោកបាទអ្នកជំនាញខាងអប់រំបាទអ្នកអត្ថាធិប្បាយបាទអ្នកកាសែតបាទមន្ត្រីសាធារណៈសហគ្រិនបច្ចេកវិទ្យានាយកក្រុមហ៊ុននិងអ្នកវិទ្យាសាស្ត្រមកប្រជុំវិញពិភពលោកចា៎បាទនេះគឺសិទ្ធិមេប្រយោគឯងបាទអញ្ចឹងអ្នកបោះឆ្នោតបាទអ្នកដែលមិនមែនអ្នកដែលគ្រប់គ្រងគឺពួកគាត់បាទគឺនេះ
នេះជាគេថាអ្នកដែលត្រូវផ្ដល់បន្ទុកនិងផ្ដល់ការជ្រើសរើសដល់បេក្ខជន50រូបមកនៅសល់10រូបបាទនេះបាទគឺមានច្រើនអ្នកណាស់បាទនៅលើពិភពលោកដែលគាត់សុទ្ធតែជាសហគ្រិនជាគ្រូបង្រៀនបាទគេថានាយកសាលាណា head teacher បាទហើយបាទនឹងប្រធានក្រុមហ៊ុនផ្សេងទៀតបាទអញ្ចឹងនេះសូមឲ្យបងប្អូនលោកយល់បាទពាក់ព័ន្ធទៅនឹងគេថាព័ត៌មានបាទមួយចំនួនពាក់ព័ន្ធនឹងការទទួលពាន Global Teacher Prize នឹងឯងបាទអញ្ចឹងសូមបញ្ជាក់ជាថ្មីគឺគាត់អត់ទាន់ទទួលបានទេបាទគឺគាត់ត្រូវបញ្ចេញបេក្ខជន50នាក់ហ្នឹងធ្វើម៉េចឲ្យបានមកដល់10នាក់សិនបាទដល់សល់10នាក់ទើប select យកតែម្នាក់ទេបាទ winner បាទអញ្ចឹង10នាក់នឹងប្រកាសថ្ងៃនេះបាទល្ងាចនេះយប់នេះអាចដឹងនឹងធ្វើការប្រកាសបាទគឺ50មកនៅសល់10នាក់តែប៉ុណ្ណោះបាទហើយយើងមើលពី5000មកនៅសល់50បាទក៏ជារឿងមួយដែលល្អហើយជារឿងមួយដែលយើងទាំងអស់គ្នាមោទនភាពដែលយើងមានស្ត្រីខ្មែររបស់យើងម្នាក់បាទដែលជាគ្រូបង្រៀនហើយគាត់បានបូជាខ្លួនរបស់គាត់បាទគេហៅថាកម្លាំងកាយកម្លាំងចិត្តរបស់គាត់20ឆ្នាំបាទដើម្បីបានគេហៅថាទទួលដើម្បីធ្វើការបណ្ដុះបណ្ដាលពិសេសគឺពាក់ព័ន្ធទៅនឹងកុមារពិការភ្នែកបាទដើម្បីឲ្យអាចចេះអានចេះសរសេរចេះដឹងនិងយល់ពីរឿងនេះបានដើម្បីកុំឲ្យជនពិការភ្នែករបស់យើងគាត់ថាគាត់ងងឹតប៉ុន្តែគាត់មិនអាចធ្វើអីបានបាទអញ្ចឹងគាត់ជាគ្រូបង្រៀនម្នាក់បាទនេះតាម profile របស់គាត់ហើយជាគេហៅថាគាត់បានធ្វើការងារនឹង20ឆ្នាំចាប់ផ្ដើមធ្វើការជាមួយនឹងកុមារពិការភ្នែកឆ្នាំ1986បាទកាលនោះជានាយកសាលាអង្គការសហជីវជាតិនៅជំរំជនភៀសខ្លួនប្រទេសថៃហើយបានត្រឡប់មកកម្ពុជារបស់យើងនៅឆ្នាំ1993ក៏បានក្លាយទៅជាគ្រូបង្រៀនអក្សរប្រាយដំបូងនៅក្នុងប្រវត្តិសាស្ត្រប្រទេសខ្មែរបាទអញ្ចឹងគឺអក្សរប្រាយនេះគឺអ្នកស្រីនាងផល្លាបាទគាត់ជាអ្នកបាទក៏មិនមែនគាត់អ្នកបង្កើតគឺគាត់អ្នកយកមុខគេថាអក្សរហ្នឹងយកមកបរិញ្ញានៅក្នុងស្រុកយើងគេហៅថា first prize teacher បាទគ្រូបង្រៀនអក្សរប្រាយដំបូងគេបាទហើយគាត់ក៏បានគេថាបូជាក៏ដូចជាបានបើកសាលាដំបូងសម្រាប់ជនពិការនៅកម្ពុជារបស់យើងដើម្បីបង្កើតឲ្យទៅជាអក្សរប្រាយលក្ខណៈខ្មែរបាទនេះជាព័ត៌មានជំវិញការទទួលបានឬគេថាគាត់ជាប់នៅក្នុងបេក្ខជន50នាក់អរគុណបាទសម្រាប់ការតាមដានទស្សនាបាទតាំងពីវគ្គទី1រហូតដល់វគ្គនេះបាទហើយសូមកុំភ្លេចបាទថ្ងៃស្អែកបាទថ្ងៃទៅ14កុម្ភៈបាទយើងបង្ហាញក្តីស្រឡាញ់ដល់កីឡាជាតិដល់បាល់ទាត់ជាតិដែលការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកទី9នឹងបញ្ចប់នៅថ្ងៃស្អែកបាទថ្ងៃស្អែកនេះគឺមាន2ប្រកួតដូចថ្ងៃពុធដែរដែលម៉ោង2គឺប្រកួតយកលេខ3ដែលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវជួបជាមួយត្រៃអាស៊ីយកលេខ3ចាប់ដើមម៉ោង2 BTV News នឹងផ្សាយផ្ទាល់ហើយម៉ោង4កន្លះគឺក្រុមខេត្តស្វាយរៀងបាទក្រុមខេត្តស្វាយរៀងបាទត្រូវជួបជាមួយនឹងក្រុម Nagavel ដើម្បីយកជើងឯក BTV News នឹងធ្វើការផ្សាយផ្ទាល់ដែរបាទដូច្នេះសូមកុំភ្លេចបាទហើយសម្រាប់ក្លឹបស្វាយរៀងគឺម្សិលមិញនេះក៏បានប្រកាសពាក់ព័ន្ធទៅនឹងអ្នកគាំទ្រណាបាទគាត់គឺគាត់ទៅចំណាយ$25ដើម្បីមានឱកាសទៅគេថាបានទៅទស្សនានៅក្រុមស្វាយរៀងសម្រាប់អ្នកគាំទ្រស្វាយរៀងគឺចំណាយ$25សួរចំណាយលើអីគឺគាត់ចំណាយទៅលើការធ្វើដំណើរបាទដែលម៉ោងស្អែកនេះម៉ោង9ជួបជុំគ្នានៅ start នេះសម្រាប់អ្នកគាំទ្រនៅពេញដែលគាត់ចង់ទៅមើលនៅស្វាយរៀងណាចាយតែ$25ទេបាទធ្វើដំណើរហើយទៅដល់ស្វាយរៀងគាត់ស្នាក់នៅយកចំណាយតែ$25នេះគឺធ្វើដំណើរស្នាក់នៅហូបចុកបាទនិយាយរួមឲ្យតែ$25ហ្នឹងគឺអាចទស្សនាហើយធ្វើដំណើរមកខ្វល់ទាំងទៅទាំងមកកុំខ្វល់បាទដើម្បីអីដើម្បីគាំទ្រក្លឹបស្វាយរៀងនេះសម្រាប់ប្រម៉ូសិនរបស់ក្រុមស្វាយរៀងណាបាទសម្រាប់ក្រុមផ្សេងទៀតអត់ដឹងទេប៉ុន្តែគាត់គឺសម្រាប់អ្នកគាំទ្រមិនមែននៅក្នុងខេត្តស្វាយរៀងព្រោះមកគាត់ចង់ទៅពិបាកអញ្ចឹងដឹងធ្វើម៉េចអញ្ចឹងគាត់អាចចំណាយលុយតែ$25ឬ$10,000ហ្នឹងបានទៅទស្សនាបាទអញ្ចឹងម៉ោង9ព្រឹកអ្នកដែលបានចូលឈ្មោះឬអីហើយហ្នឹងជួបគ្នាម៉ោង9នៅខាងនៅ start អូឡ িম্প ិកបាទដើម្បីទៅទស្សនាបាទអញ្ចឹងយើងจะមើលអស់គ្នាក្រុមណាជាជើងឯកបាទហើយសូមបញ្ជាក់សម្រាប់អ្នកទៅចូលរួមទស្សនានឹងមានឱកាសឈ្នះរង្វាន់ម៉ូតូបាទមានរង្វាន់ម៉ូតូទូរស័ព្ទទៀតបាទអ្នកទស្សនាផ្ទាល់នៅកីឡដ្ឋានណាតែអ្នកទស្សនានៅតាមគេហដ្ឋានមើលទូទាត់ BTV News នៅមានឱកាសឈ្នះរង្វាន់ទូទាត់ Panasonic 18រង្វាន់បាទគ្រាន់តែចូលទៅកាន់ Facebook របស់សហព័ន្ធពេលនោះពេលដែលប្រកួតនឹងបើកថាត្រូវចូលយ៉ាងម៉េចបាទអញ្ចឹងសូមបងប្អូនតាមព័ត៌មាននេះដើម្បីឲ្យដឹងទស្សនាហើយយើងបានអាចមានឱកាសឈ្នះរង្វាន់ទៀតបាទជូនពរក្រុម
ទាំង4បាទឲ្យទទួលបានសំណាងល្អក៏ដូចជាលទ្ធផលល្អដោយសារតែការខិតខំប្រឹងប្រែងរបស់ក្រុមរៀងៗខ្លួនពេលនេះសូមសម្រាប់បន្តិចសិនហើយ3វគ្គបន្ទាប់លោកដើមសនិទ្ធនិងកញ្ញាម៉ាលីសនឹងជម្រាបជូនព័ត៌មានថ្មីៗច្រើនទៀត